តើអ្នកអភិវឌ្ឍអចលនទ្រព្យកម្ពុជាគួរចាប់យកឱកាសទីផ្សារបែបណាពីក្រុមយុវជនវ័យក្មេងនៅកម្ពុជាមនុស្សមានវ័យចាប់ពី35ឆ្នាំចុះមានប្រមាណ 65% ជាក្រុមមនុស្សពោរពេញដោយសក្តានុពលនៅក្នុងទីផ្សារនិងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិជាមួយនឹងទិន្នន័យគួរឲ្យចាប់អារម្មណ៍នេះអ្វីដែលអ្នកអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជាគួរផ្ដោតលើសម្រាប់យុវជនជំនាន់ក្រោយគឺគួរផ្ដោតលើលំនៅឋានដែលមានតម្លៃសមរម្យយុវជនកម្ពុជាភាគច្រើនមានកម្រិតចំណូលទាបសម្ពាធថ្លៃដើមខ្ពស់នៃការរស់នៅការលំបាកក្នុងការរៀបចំឯកសារឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីទិញផ្ទះអ្នកជំនាញបានលើកឡើងថាអ្នកអភិវឌ្ឍគួរផ្ដោតលើខុនដូដែលមានតម្លៃចន្លោះពី$25,000ទៅ$60,000ក្នុងមួយយូនីតអង្គភាពតូចៗដែលមានមុខងារទំហំ25ទៅ45ម៉ែត្រការ៉េអាផាតមិនខ្នាតតូចដែលមានកន្លែងប្រើប្រាស់រួមគ្នាកម្មវិធីជួលដើម្បីកាន់កាប់ពី5ឆ្នាំទៅ10ឆ្នាំប្រភេទអចលនទ្រព្យទាំងនេះគឺជាតម្រូវការលេខ1ក្នុងចំណោមមនុស្សដែលមានអាយុក្រោម35ឆ្នាំទី2ការអភិវឌ្ឍចម្រុះរស់នៅបូកធ្វើការបូកកំសាន្តអ្នកទិញវ័យក្មេងចង់បានអ្វីៗគ្រប់យ៉ាងនៅកន្លែងតែមួយកន្លែងធ្វើការរួមគ្នាកន្លែងហាត់ប្រាណហាងកាហ្វេនិងតំបន់សង្គមហាងលក់រាយហាងលក់អាហាររហ័សនិងហាងលក់ទំនិញរបៀបរស់នៅអ្នកជំនាញបានផ្ដល់យោបល់ថាគម្រោងទាំងនេះគួរតែមានទីតាំងនៅជិតទីតាំងមួយចំនួនដូចជាសាកលវិទ្យាល័យសង្កាត់ពាណិជ្ជកម្មតំបន់ឧស្សាហកម្មរថភ្លើងក្រោមដី BRT មជ្ឈមណ្ឌលដឹកជញ្ជូននាពេលអនាគតប្រសិនបើបានគ្រោងទុកទី3ផ្ទះឆ្លាតវៃដែលរួមបញ្ចូលបច្ចេកវិទ្យាជំនាន់ Z និង Millennial ពួកគេចូលចិត្តការរស់នៅបែបទំនើបនិង lifestyle នៅទំនើបជាមួយសេវាកម្មដូចជាសោឆ្លាតវៃការគ្រប់គ្រងអគ្គិសនីនិងទឹកឆ្លាតវៃអ៊ីនធឺណិតល្បឿនលឿនកម្មវិធីគ្រប់គ្រង Digital សេវាកម្មអគារស្វ័យប្រវត្តិលក្ខណៈពិសេសទាំងនេះនឹងបង្កើនភាពទាក់ទាញដោយមិនបន្ថែមថ្លៃដើមសាងសង់ធំដុំទី4ការរស់នៅផ្សារភ្ជាប់សហគមន៍និងសង្គមជារសនិយមយុវជនស្វែងរកបទពិសោធន៍រស់នៅមិនមែនគ្រាន់តែជាផ្ទះនោះទេហើយដូចនេះអ្នកអភិវឌ្ឍគួរតែសាងសង់កន្លែងសម្រាកលំហែកាយសហគមន៍តំបន់កីឡាឧទ្យានបៃតងកន្លែងជួបជុំគ្នានៅលើដំបូលតំបន់ព្រឹត្តិការណ៍ចំណុចពិសេសទាំងនេះបង្កើនចំនួនអ្នកស្នាក់នៅនិងតម្លៃជួលទី5ការរចនាប្រកបដោយចីរភាពនិងមិនប៉ះពាល់ដល់បរិស្ថានយុវជនកម្ពុជាយកចិត្តទុកដាក់បន្ថែមទៀតអំពីនិន្នាការបែបផែននៃការរស់នៅសម័យថ្មីដូចជាការរស់នៅបៃតងប្រសិទ្ធភាពថាមពលប្រព័ន្ធថាមពលព្រះអាទិត្យខ្យល់ចេញចូលធម្មជាតិតំបន់កែច្នៃកាកសំណល់លើពីនេះគម្រោងអេកូក៏កាត់បន្ថយវិក័យប័ត្រផងដែរដែលផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ប្រាក់ចំណូលវ័យក្មេងទី6ទីតាំងចិត្តនឹងការងារនិងការអប់រំគម្រោងនានាគួរតែមានទីតាំងនៅជិតតំបន់សំខាន់មួយចំនួនដូចជាសង្កាត់ពាណិជ្ជកម្មថ្មីមជ្ឈមណ្ឌលរដ្ឋាភិបាលរោងចក្រឬតំបន់សេដ្ឋកិច្ចពិសេសតំបន់បច្ចេកវិទ្យាសាកលវិទ្យាល័យជាពិសេសទីតាំងនៅជិតការងារគឺជាកត្តាចម្បងសម្រាប់អ្នកទិញផ្ទះវ័យក្មេងទី7 Apartment ជួលទោះជាយ៉ាងណាមិនមែនយុវជនកម្ពុជាទាំងអស់សុទ្ធតែចង់ទិញនោះទេក្រុម Gen Z អាចមានតម្រូវការខ្ពស់សម្រាប់ប្រភេទអចលនទ្រព្យដូចជាការជួល Studio Apartment រស់នៅរួមគ្នាអង្គភាពដែលមានគ្រឿងសង្ហារិមពេញលេញកិច្ចសន្យាដែលអាចបត់បែនបានរយៈពេលពី6ខែទៅ12ខែអ្នកអភិវឌ្ឍអាចសាងសង់ដើម្បីជួលនិងបង្កើតនូវប្រាក់ចំណូលរយៈពេលវែងដែលមានស្ថិរភាពតើអ្វីជាប្រភេទអចលនទ្រព្យល្អបំផុតសម្រាប់ទីផ្សារយុវជននៅកម្ពុជាខុនដូដែលមានតម្លៃសមរម្យ
អង្គភាពស្ទូឌីយោតូចៗនិងមានប្រសិទ្ធភាពការអភិវឌ្ឍចម្រុះអគាររស់នៅរួមគ្នាអាផាតមិនផ្ទះឆ្លាតវៃលំនៅឋានសម្រាប់និស្សិតសហគមន៍ដែលមានរបងព័ទ្ធជុំវិញដែលមានតម្លៃសមរម្យផ្ទះដែលមានជាប់ដីនាំមកជូនលោកអ្នកដោយ Real Estate TV បណ្ដុំព័ត៌មានអចលនទ្រព្យក្នុងតំបន់និងលើពិភពលោកស្ថិតនៅក្នុងដៃលោកអ្នក